Africa Flag Fab 5ได้ពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជាក្រោមប្រធានបទការយល់ដឹងអំពីសារៈសំខាន់ការប្រើប្រាស់អំបិលអ៊ីយ៉ូតនិងពង្រឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ69 អនក្របកស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូតនៅហ្វាមប្រជុំ Flag ខេត្តបាត់ដំបងថ្ងៃទី20ខែមីនាឆ្នាំ2025ក្រោមអធិបតីភាពដឹកខ្ពង់ខ្ពស់ឯកឧត្តមថេងបញ្ញាធនប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការលោកមូលធនអភិបាលរងខេត្តតំណាងខ្ពង់ខ្ពស់ឯកឧត្តមហ្វុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភក្រសួងផែនការប្រធានមន្ទីរផែនការប្រធានមន្ទីរឧស្សាហកម្មបច្ចេកវិទ្យាវិទ្យាសាស្ត្រនិងនវានុវត្តន៍ប្រធានហ្វាខាកបបប្រចាំខេត្តមន្ត្រីកយនិងរដ្ឋកោលោកស្រីដែលអញ្ជើញមកពីបណ្ដាមន្ទីរពាក់ព័ន្ធអង្គការជាតិនិងអន្តរជាតិអង្គ Africa Flag នេះមានគោលបំណងគឺដើម្បីបង្កើនចំណេះដឹងនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់គោលបំណងដែលជាក់លាក់សំខាន់មាន4ចំណុចរួមមានទី1ពង្រឹងនិងពង្រីកកម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូតតាមរយៈការផលិតការប្រើប្រាស់អំបិលអ៊ីយ៉ូតទី2បង្កើនចំណេះដឹងនិងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តឲ្យមានប្រសិទ្ធភាពទី3បង្កើនការចូលរួមពីអ្នកពាក់ព័ន្ធជាពិសេសវិស័យឯកជននិងទី4បង្កើនគុណភាពអំបិលអ៊ីយ៉ូតលោកមូលធនអភិបាលរងខេត្តបាត់ដំបងមានប្រសាសន៍ផ្អែកលើបទពិសោធន៍ការងារនេះនាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភនៃក្រសួងផែនការដែលជាសេនាធិការរបស់ក្រុមប្រឹក្សាជាតិស្ដីពីអាហារូបត្ថម្ភជាតិបានផ្ដួចផ្ដើមរៀបចំនៅកិច្ចប្រជុំនាថ្ងៃនេះដើម្បីពិភាក្សាស្វែងរកកិច្ចសហប្រតិបត្តិការពីដៃគូពាក់ព័ន្ធជាពិសេសផ្នែកឯកជនដើម្បីពង្រឹងការអនុវត្តខ្លឹមសារអនុក្រឹត្យលេខ69អនក្របកស្ដីពីការគ្រប់គ្រងការធ្វើអាជីវកម្មអំបិលអ៊ីយ៉ូតនៅសារៈសំខាន់នៃការប្រើប្រាស់អំបិលអ៊ីយ៉ូតនៅកម្ពុជាសម្រាប់ដំណើរការបញ្ចូលជាតិអ៊ីយ៉ូតក្នុងអំបិលលោកមូលធនអភិបាលរងខេត្តបាត់ដំបងសង្ឃឹមថាតាមរយៈកិច្ចប្រជុំដែលនឹងដំណើរការពេញមួយថ្ងៃនេះនឹងផ្ដល់នូវកាលានុវត្តភាពដល់ឯកឧត្តមលោកជំទាវលោកស្រីទាំងអស់បានដឹងនិងជ្រាវជ្រាវហើយពិភាក្សាគ្នាយ៉ាងល្អិតល្អន់ពីទស្សនវិជ្ជាបច្ចេកទេសលិខិតបទដ្ឋានគតិយុត្តនានានឹងឈានទៅសម្រេចបានតាមគោលដៅលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូតប្រកបដោយជោគជ័យឯកឧត្តមថេងបញ្ញាធនប្រតិភូរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការបានថ្លែងក្នុងអង្គ Africa Flag នេះឱកាសនោះថាបញ្ហាកង្វះអាហារូបត្ថម្ភបង្កឡើងដោយបញ្ហាចម្បងពីរយ៉ាងគឺកង្វះប្រូតេអ៊ីនថាមពលនិងកង្វះពពួកមីក្រូហ្វាជាតិដូចជាកង្វះជាតិអ៊ីយ៉ូតកង្វះជីវជាតិអាននិងកង្វះជាតិដែកហើយកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរនិងដោយស្ងៀមស្ងាត់ដល់សុខភាពសាធារណៈជាពិសេសស្ត្រីនិងកុមារតូចៗកង្វះអាហារូបត្ថម្ភគឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀតដែលបង្កឲ្យមានអត្រាស្លាប់របស់ស្ត្រីនិងកុមារមានកម្រិតខ្ពស់ដូចជាបញ្ហាកង្វះជាតិអ៊ីយ៉ូតបានធ្វើឲ្យការវិវត្តផ្នែករូបរាងកាយនិងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវហើយប្រសិនបើកង្វះជាតិអ៊ីយ៉ូតកាត់ឡើងតាំងពីទារកនៅក្នុងផ្ទៃម្ដាយនោះវានឹងបណ្ដាលឲ្យទារកអាចស្លាប់ក្នុងផ្ទៃឬនៅពេលប្រសូតមកវានឹងធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់និងមិនអាចលំអវិញបានឡើយឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ហើយវានឹងឈានទៅដល់ការខ្វះលទ្ធភាពចូលរួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គមជាតិទៀតផងបណ្ដាបញ្ហាទាំងនេះចុងបញ្ចប់វាពិតជានឹងធ្វើឲ្យចុកខ្សោយនៅធនធានមនុស្សដែលជាធនធានមានតម្លៃខ្ពស់បំផុតជាកត្តាកំណត់លើរាល់សក្តានុពលផ្នែកសេដ្ឋកិច្ចរបស់ជាតិនីមួយៗជាក់ស្ដែងក្នុងដំណាក់កាលបច្ចុប្បន្ននេះយើងបានសង្កេតឃើញថាក្នុងទីផ្សារមួយចំនួនធំទូទាំងរាជធានីខេត្តកំពុងតែមានវត្តមាននៃអំបិលដែលគ្មានជាតិអ៊ីយ៉ូតដាក់លក់យ៉ាងអនាធិបតេយ្យដោយបំពានទាំងស្រុងទៅលើបទបញ្ញត្តិទាំងឡាយដែលមានចែងក្នុងអនុក្រឹត្យលេខ69ជាចុងក្រោយឯកឧត្តមថេងបញ្ញាធនមានក្តីរំពឹងទុកបន្តពីអង្គ Africa Flag នេះថាទី1កម្មវិធីលុបបំបាត់បញ្ហាកង្វះជាតិអ៊ីយ៉ូតតាមរយៈការផលិតការប្រើប្រាស់អំបិលអ៊ីយ៉ូតត្រូវបានពង្រឹងទី2ការអនុវត្តលិខិតបទដ្ឋានគតិយុត្តនឹងមានប្រសិទ្ធភាពទី3ការលើកកម្ពស់អាហារូបត្ថម្ភអំបិលជាតិអ៊ីយ៉ូតកាន់តែប្រសើរ
ទី4ប្រជាពលរដ្ឋមានចំណេះដឹងងាកមកប្រើប្រាស់អំបិលអ៊ីយ៉ូតផលិតករផលិតតែអំបិលអ៊ីយ៉ូតនិងអាជីវករលក់តែអំបិលអ៊ីយ៉ូតនិងទី5អំបិលអ៊ីយ៉ូតមានគុណភាព